បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទស្សនិកជនទេសនាជាមួយនឹងព័ត៌មានពេជ្រសភា live វីដេអូទាំងគ្រប់គ្រងដល់ថ្នាក់យមនិយាយពីផលិតកម្មរស្មីហងមីផងដែរបាទយើងចង់ដឹងថាព័ត៌មាននេះតកតងយ៉ាងដូចម្តេចបាទរីករាយកំសាន្តជាមួយនឹងព័ត៌មានតារាមុននេះបន្តិចតារាចម្រៀងប្រចាំផលិតកម្មហងមាសនាងពេជ្រសភាបានធ្វើការ live វីដេអូនៅក្នុងបណ្ដាញសង្គមទាំងទឹកភ្នែកស្រក់ចុះមកធ្វើអ្នកគ្រប់គ្រងបានឃើញបាទមើលវីដេអូនេះមានអារម្មណ៍ថាគ្រប់គ្រងនៅក្នុងអារម្មណ៍យ៉ាងខ្លាំងជាមួយគ្នានេះដែរនាងបានរៀបរាប់ពីការធ្វើការអរគុណដល់ផលិតកម្មហងមាសដែលបានធ្វើនាងមានគេឈ្មោះបោះសម្លេងមកដល់ពេលនេះក្រោយបានជ្រោកនៅក្នុងត្រនំដ៏កក់ក្ដៅមួយនេះអស់ពេលជាង15ឆ្នាំគិតមកដល់ត្រឹមថ្ងៃនេះមិនត្រឹមតែប៉ុណ្ណោះនាងក៏បានរៀបរាប់ពីជីវិតពិតលាយឡំនឹងទឹកភ្នែកពីរឿងនៅក្នុងចិត្តការរៀនមិនបានជ្រៅជ្រះការតស៊ូប្រឹងប្រែងលក់អំពៅបាទលក់ទឹកអំពៅអញ្ចឹងណាតាំងពីក្មេងយកប្រាក់ចិញ្ចឹមគ្រួសារភាពជោគជ័យរបស់នាងបានធ្វើឲ្យតារារូបនេះបំភ្លេចនៅអតីតកាលដ៏កំសត់មិនចង់បានអ្វីដែលក្រោកគ្រូនៅក្នុងចិត្តនោះគឺនៅពេលដែលនាងទទួលបានភាពជោគជ័យបែបនេះហើយឪពុកជាទីស្រឡាញ់របស់នាងបែរជាមិនបាននៅមើលពីភាពជោគជ័យរបស់នាងសោះឡើយតាមរយៈការ live វីដេអូនេះបានធ្វើអ្នកគ្រប់គ្រងជាច្រើនអាណិតបាទអ្នកនាងជាខ្លាំងព្រោះលើកនេះនាងដាច់ចិត្តនិយាយការពិតដោយមិនស្ទាក់ស្ទើរពីរឿងគ្រប់យ៉ាងក្រោយពីភាពជោគជ័យរបស់នាងទាំងទឹកភ្នែកយ៉ាងដូចនេះបាទនេះគឺជាពេជ្រសភាផងដែរជាមួយនឹងបាសការ live វីដេអូហើយជាពិសេសគឺគាត់ទ្រាំខ្លាំងមែនតើជាមួយនឹងវីដេអូដែលគាត់បានសម្រក់ទឹកភ្នែកដោយសារតែភាពបាទតស៊ូទាំងខ្លួនឯងជាអ្នកលូបាសទឹកអំពៅហើយការល្បីល្បាញមកដល់ពេលនេះគឺដោយសារតែផលិតកម្មបាទរស្មីហងមាសផងដែរបាទរឿងមួយដែលគាត់យំគឺដោយសារតែឪពុករបស់គាត់គឺមិនបានមើលគាត់គឺមានភាពជោគជ័យហើយក៏ដូចជាបានល្បីល្បាញមកដល់បច្ចុប្បន្ននេះផងដែរអញ្ចឹងគាត់ពិតជាមានអារម្មណ៍ថាគ្រប់គ្រូនៅពេលដែលលោកឪពុកគឺមិននៅជាមួយនឹងបាទអានាងពេជ្រសភាផងដែរអញ្ចឹងយើងទៅកំសាន្តជាមួយនឹងវីដេអូបាទនាងពេជ្រសភាទាំងអស់គ្នាអញ្ចឹងការបកស្រាយយ៉ាងដូចនេះយើងទៅទស្សនាស្ដាប់ទាំងអស់គ្នាបាទសម្រាប់វិញក៏ស្រស់ស្អាតដែរបាទអញ្ចឹងយើងទស្សនាជាមួយនឹងវីដេអូរបស់ពេជ្រសភាដែលនិយាយអំពីបាក់គ្រប់គ្រូនៅក្នុងឆាកជីវិតរបស់អ្នកនាងផងដែរតោះមានតែខ្ញុំអ្នកអង្គនេះដឹងតែមានតែខ្ញុំបានអាចដឹងខ្ញុំថាខ្ញុំមិនខ្លាំងតាំងពីមុនទេប៉ុន្តែខ្ញុំមិនដែរមានអារម្មណ៍ថាខ្ញុំបើជិះទៅតែមកពេលហ្នឹងគឺអត់ជំនឿខ្ញុំអត់ចង់ទេណាប៉ុន្តែមួយឆាវទូចនៅជុំខ្លួនខ្ញុំសត្វតែក្តៅពេលហ្នឹងគឺខ្ញុំសរសើរថាខ្ញុំចេញថាខ្ញុំចេញខ្ញុំចង់ចេញដោយសារភាពខ្លាំងរបស់ខ្ញុំតែកាប់ផងខ្ញុំមានខ្ញុំមិនចេញតែខាងស្ទើរតែពេលខ្លះខ្ញុំអាចគិតថាអូខេខ្ញុំមិនអាចជ្រាបទេខ្ញុំចង់ខ្លាចចេះដល់ផ្សេងផ្សេងទៀតខ្ញុំនិយាយចាចាប់ពីមុនខ្ញុំគិតខ្ញុំអាចនិយាយថាអូខេពីផ្សេងដល់ខ្ញុំនិយាយថាខ្ញុំដឹងហើយcòn đây nha rồi để chia diêm còn con nhập nhưng mà hỏi nó thì mình thực sự là khi mình cũng cho ra cho luôn của xa nhau nhưng mà lại thương cho bao kia mình chui nhưng mà kia mai nhưng mà chỉ bao kia mình cho nhưng mà bên này thì trắng như còn chỉ tới những con từ sông từ quạt với thì những con chắc lên năm nào trăm bị trăm đi con ăn mùi nó tỏ lợi nhưng mà cái mình làm những từ nào thôi cái đấy nhưng mà tầm nhà con nhưng mà truy chứ mình mấy cái con thì tỏ đây nhưng mà ai chơi chứ mình để làm gì con cái đó nên là nhìn mình tập bản này trong óc mình cũng phải tập đi tập bản lại những chương trình mà giờ phải đọc làm sao đó mà để thay thì đọc ấy đi mình cầm thì mua nó sẽ làm đi xong đó cầm thì không bia cũng đặt na phần á đã thằng này đã tôn tư cho mình tu thì một bia đây chỉ phạt mà nhưng khai có cái chỉ để đỡ hơi đi con thì thế con chỉ
vấn đề lên miền sơn lý và những sự việc như miền ở khang sơn lý hay mà thành phố như miền lên miền ở Charin hay như miền Vitu Kimuri đây còn cái chia leader này ở SP này ở quân chào anh tỏ này này bà sẽ đi trong nâng cho ba tháng đó nhưng mọi khác nhưng mà đi về lo xong rồi đi trong số nhóm nên ngày đi đặc biệt nó cứ nhóm nó free xong rồi sẽ chẳng số xong rồi lại số mà đấy ok ở đây chúng ta mong những cái hạt này nó hay cái đặc biệt chụp nhiều bà đi cũng là free vừa rồi để mình trả bạn trả bà chân đi cáiการ live អំពីបាននាងពេជ្រសុភាដែលគាត់បាន live ជាវីដេអូបាទដែលអក្សរក្តួដតនិយមនៅពេលដែលនិយាយពីផលិតកម្មរស្មីហងមាជាពិសេសគឺការជ្រកកោនៅក្នុងផលិតកម្មនេះគឺគាត់ទទួលបានភាពជោគជ័យខ្លាំងមែនទែនហើយពេលខ្លះគឺដោយសារតែការខឹងមួយឆាវគឺគាត់បាទចង់សម្រេចចិត្តបាទចាក់ចេញផងដែរពីមុនតែពេលនេះគឺគាត់ទោះបីជាមិនមានបទចម្រៀងក៏ដោយក៏គាត់មិនចង់ចេញដែរដោយសារតែផលិតកម្មរស្មីហងមីនេះគឺជាអ្នកបាទព្រួយផ្ដើមគំនិតឲ្យគាត់មានភាពលយល្បាញមកដល់ពេលបច្ចុប្បន្ននេះហើយករណីនៃការយំនេះគឺគាត់អាណិតក៏ដូចជាដកដួជាមួយនឹងឪពុករបស់បណ្ឌនាងផងដែរដែលមិនបាននៅចាំមើលភាពលយល្បាញរបស់គាត់ផងដែរព័ត៌មានតាក់ទងជាមួយនឹងពេជ្រសុភាខ្ញុំសូមបញ្ចប់ផងដែរខណៈពេលដែលព័ត៌មានមួយទៀតខណៈពេលដែលមុននេះបន្តិចគឺចាប់បានលោកផ្កាយមួយនិងមន្ត្រីនគរបាល5រូបទៀតផ្អើលពេញខណ្ឌសែនសុខផងដែរបើអញ្ចឹងយើងមិនទាន់ដឹងថាព័ត៌មាននេះបាទហេតុអ្វីទេបានជាប៉ូលីសក៏ដូចជា PM ទៅចាប់មន្ត្រី5រូបហើយក៏ដូចជានៅក្នុងនោះគឺមានលោកផ្កាយមួយផងដែរអញ្ចឹងយើងមិនដឹងថាគាត់ធ្វើអ្វីខុសទេបាទទេសនាជាមួយនឹងព័ត៌មានរាជធានីភ្នំពេញតាមប្រភពព័ត៌មានបឋមបាននឹងថានៅមុននេះបន្តិចប្រហែលម៉ោង 12:30 នាទីថ្ងៃត្រង់ថ្ងៃទី 10 ខែមករា 2019 នេះមន្ត្រីនគរបាលដែលនៅគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលคล้ายៗនៃក្រសួងមហាផ្ទៃត្រូវបានកម្លាំងតម្រួតបទបញ្ជាសហការជាមួយនឹងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនយកទៅសាកសួរបន្ទាប់ពីកម្លាំងសមត្ថកិច្ចរួមទាំងកលាបជីចុះត្រួតពិនិត្យឃ្លាំងមួយកន្លែងដែលមានការសង្ស័យថាដឹកបារីคล้ายៗហេតុការណ៍នេះបានបណ្ដាលឲ្យមានការផ្ទះផ្អើលនៅចំណុចមុខឃ្លាំងនៅតាមផ្លូវភ្នំពេញហាណូយភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកខ្លាខណ្ឌសែនសុខមន្ត្រីនគរបាលដែលសមត្ថកិច្ចឃាត់ខ្លួននោះមានឧត្តមសេនីយ៍ត្រីផូសុផលរួមទាំងមន្ត្រីនគរបាលចំនួន5នាក់ទៀតដែលសរុបទាំងអស់គឺ6នាក់ទាក់ទិននឹងការឃាត់ខ្លួនមន្ត្រីនគរបាលនេះលោកឧត្តមសេនីយ៍តូទូចយុទ្ធាអនុប្រធានលេខាធិការឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលคล้ายៗនៃក្រសួងមហាផ្ទៃលោកបានឲ្យភ្នាក់ងារកោះសន្តិភាពដឹងតាមរយៈទូរស័ព្ទថាករណីនេះជាការយល់ច្រឡំគ្នាដោយនៅមុនពេលកើតហេតុលោកបានអះអាងថាកម្លាំងរបស់លោកទទួលបានព័ត៌មានថាមានរថយន្តដឹកបារីคล้ายៗមួយគ្រឿងចូលនៅក្នុងឃ្លាំងខាងលើហើយសមត្ថកិច្ចក៏មានការស្ទាក់ត្រួតពិនិត្យស្រាប់តែខាងម្ចាស់បារីនោះមិនបានសហការជាមួយនឹងកម្លាំងសមត្ថកិច្ចដោយមិនឲ្យមានការត្រួតពិនិត្យនោះទេហើយថែមទាំងរាយការណ៍ទៅខាងលើទៅមន្ត្រីនគរបាល6រូបដែលមានទាំងលោកកាយមួយនោះចុះទៅមិនបានសហការជាមួយនឹងស្នងការនគរបាលរាជធានីភ្នំពេញនោះទេហើយក៏មានកម្លាំងតម្រួតបទបញ្ជាសហការជាមួយនឹងកម្លាំងអាជ្ញាធរខណ្ឌសែនសុខផាត់ខ្លួនលោកកាយមួយនិងកូនចៅគាត់តែម្ដងព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយបើចឹងហេតុនេះគឺមានការយល់ច្រឡំនឹងគ្នាឬក៏យ៉ាងណាហើយតាក់ទិនបាទជាមួយនឹងការខាត់ខ្លួនជាមួយនឹងមន្ត្រីផ្កាយមួយហើយនឹងបាទមន្ត្រីបាទ5រូបទៀតផងដែរបាទអញ្ចឹងដោយសារតែមានការរាយការណ៍ពីកលាវិទ្យាថាឃ្លាំងមួយហ្នឹងគឺដឹកក៏ដូចជាផលិតផលคล้ายៗផងដែរអញ្ចឹងធ្វើឲ្យផ្អើលពេញនៅខណ្ឌសែនសុខផងដែរបាទអញ្ចឹងពិតជាល្បីនៅក្នុងបណ្ដាញសង្គមអ៊ីនធឺណិតបាទបណ្ដាញសង្គម Facebook ច្រើនមែនទែនជាមួយនឹងករណីខាត់ខ្លួនបាទមន្ត្រីផ្កាយមួយនិងមន្ត្រីនគរបាល5រូបទៀតបាទគឺផ្អើលកន្លែងបាទខណ្ឌសែនសុខផងដែរបាទអញ្ចឹងដូចជាមន្ត្រីក៏ដូចជាលោកអាដាមបាទផ្កាយ2គឺគាត់បានបញ្ជាក់ថាគឺមានការយល់ច្រឡំនឹងគ្នាហើយអញ្ចឹងព័ត៌មានលម្អិតខ្ញុំនឹងធ្វើការផ្សាយជូនដល់ទស្សនិកជនបន្តទៀតតាក់ទិនជាមួយនឹងបញ្ហា
ចាប់លោកកាយមួយនៅមន្ត្រីនគរបាល5រូបទៀតពេញបាទខណ្ឌសន្តិសុខរាជធានីភ្នំពេញផងដែរសូមបញ្ចប់ព័ត៌មានមួយនេះរងចាំព័ត៌មានអាប់ដេតថ្មីផងដែរយើងទស្សនាជាមួយនឹងព័ត៌មានបន្តទៀតតាក់ទងជាមួយនឹង Channel YouTube របស់បាទយងអ៊ីទទួលបានការ Subscriber រហូតដល់1 លានអ្នកផងដែរហើយកាដូពិសេសពីក្រុមហ៊ុនបាជានៅលើទឹកដីសហរដ្ឋអាមេរិកដែលបានផ្ញើមកដល់ក្រុមបាទរតនវិបុលនេះផងដែរទស្សនាជាមួយនឹងព័ត៌មានកាលពីពេលថ្មីនេះមានការផ្ញើផ្អាកក៏ដូចជាការចូលរួមអបអរសាទរពេញបណ្ដាញសង្គម Facebook ក្រោយពីឃើញក្រុមរតនវិបុលទទួលការនៅកាដូដ៏ធំដែលធ្វើឲ្យបណ្ដាអ្នកគ្រប់គ្រងជាច្រើនរំភើបចិត្តចំពោះពួកគេយ៉ាងខ្លាំងហើយក៏មានការ share អបអរដល់ពួកគេពេញបណ្ដាញសង្គមតែម្ដងប្រិមិត្តជាច្រើនប្រកាសជាបានជ្រាបហើយថាក្រុមតារាកំ pl ែងវ័យក្មេងទាំងនេះបានតស៊ូខិតខំប្រឹងប្រែងនៅក្នុងការសម្ដែងរឿងជាច្រើនដើម្បីធ្វើការចែកជូនដល់មហាជនបានសោយសប្បាយនិងបានឆ្លងកាត់រឿងហេតុលំបាកសប្បាយអស់រយៈពេលជាច្រើនខែឆ្នាំចំណែកឯលទ្ធផលទទួលបានជាទីគាប់ចិត្តដោយការពីផ្សំនេះក្រុមតារាកំ pl ែងវ័យក្មេងទាំងអស់បានទទួលនៅប៊ូតុងមាសនិងប្រាក់ពីក្រុមហ៊ុន YouTube ដែលធ្វើឲ្យពួកគេសប្បាយនៅក្នុងចិត្តយ៉ាងខ្លាំងព្រោះតែខិតខំអស់រយៈពេលច្រើនឆ្នាំរបស់ពួកគេគឺទទួលបានភាពជោគជ័យទន្ទឹមនឹងនេះដែរមហាជនជាច្រើនក៏បាននាំគ្នាចូលរួមអបអរដល់ពួកគេដែលទទួលបាននៅកាដូដែលកាត់ចេញពីការខិតខំនិងស្នាដៃកូនខ្មែរផលិតផលវីដេអូកំ pl ែងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងបែបនេះគួរបញ្ជាក់ផងដែរថា Channel YouTube ដែលមានឈ្មោះថាយងអ៊ីដែលបច្ចុប្បន្នគឺមានអ្នកចូល Subscriber រហូតដល់1 លាន 29,200 អ្នកឯណោះបើចឹងដោយសារតែមានការបញ្ចេញមតិក៏ដូចជាបាទវីដេអូរបស់ពួកគាត់គឺទទួលបានការគាំទ្រច្រើនមែនទែនបើចឹងនេះសុទ្ធសឹងតែជាក្រុមបាទ Channel យងអ៊ីផងដែរបើចឹងគាត់ទទួលបានពីប៊ូតុងមាសពីបាទក្រុមហ៊ុនជា YouTube ដែលបានផ្សាយពីប្រទេសលើទឹកដីអាមេរិកមកដល់ប្រទេសកម្ពុជាផងដែរអញ្ចឹងពិតជាទទួលបានជោគជ័យខ្លាំងមែនទែនជាមួយនឹងក្រុមរបស់បាទរតនវិបុលផងដែរបើអញ្ចឹងគ្នារបស់គាត់គឺលក្ខណៈបាទកំ pl ែងរឿងខ្លីៗហើយនោះគឺមានការដឹកនាំពីអ្នកដែលគាត់បង្ហាត់បង្រៀនផងដែរបាទធំស្អាតមែនទែនជាមួយនឹងកាដូដ៏ពិសេសគឺ1 លាន Subscriber បន្ទាប់ពីព័ត៌មាននេះខ្ញុំសូមបញ្ចប់ផងដែរសូមចូលរួម like share comment ទទួលបានព័ត៌មានថ្មីៗពី Channel របស់យើងខ្ញុំសូមបញ្ចប់ព័ត៌មានមួយនេះ